ក្រុមការងារអង្គការសាសនាដើម្បីការកម្ពុជាថ្ងៃនេះគឺយើងធ្វើដំណើរទៅមួយប្រទេសទៀតប៉ុណ្ណាទៅជួបលោកចៃមួយរូបដែលគាត់មានជំងឺផងដែរកើតជំងឺមហារីកផងដែរប៉ុណ្ណាហើយក៏យើងនឹងធ្វើដំណើរទៅជួបគាត់ហើយនឹងសម្ភាសគាត់តើគាត់មានជំងឺបែបណាឥឡូវនេះយើងធ្វើដំណើរមកដល់ហើយប៉ុណ្ណាគាត់ធ្វើដំណើរមកដល់ហើយថ្ងៃនេះគឺថ្ងៃទី17ប៉ុណ្ណាខែធ្នូឆ្នាំ2015ប៉ុណ្ណាគេឋានរបស់លោកយាយអូប៉ុណ្ណានេះគេឋានរបស់គាត់ផ្ទាល់ប៉ុណ្ណាជិតដល់លំហើយមានការអូកំរួនគាត់នៅពងនេះហើយប៉ុណ្ណាកំរួនគាត់ប៉ុណ្ណាគាត់កំពុងតែពុកបាអត់អីទេញោមអត់អីទេញោមអញ្ជើញចុះញោមណានេះគឺផ្ទះរបស់លោកយាយហើយឈើមានហើយប៉ុន្តែពុំមានថវិកាអីក្នុងការលើកទេព្រោះពុទ្ធសាសខ្វះឥឡូវនេះឡើងចាស់ពុកឡើងវិញអស់ហើយពោហើយនៅមិនអាចនៅបានទេដោយសារអត់មានសង្កសីហើយតសអីគឺពុកអស់ហើយរនូតអីក៏ពុកអស់លលីហើយប៉ុណ្ណាពោញាតិញោមពុទ្ធបរិស័ទប៉ុណ្ណាហើយពុទ្ធបរិស័ទមេត្តាជួយផងប៉ុណ្ណាជួយជុលផ្ទះបកត់ផងបងហើយយើងមានតសមានអីហើយក៏ប៉ុន្តែអត់ទាន់មានរនូតអត់ទាន់មានអីទេព្រោះគឺពោនេះប៉ុណ្ណាពោគឺមានការបាក់បែកខូចខាតអស់ហើយពុញញោមណាហើយនេះក៏សូមអញ្ជើញសូមពៀវនាវសប្បុរសជនប៉ុណ្ណាក្នុងនគរប្រទេសអញ្ជើញចូលរួមឧបត្ថម្ភលោកយាយគឺជាការឧបត្ថម្ភសម្រាប់ធ្វើផ្ទះជួលលោកយាយដែលកើតជំងឺមហារីកដោះផងដែរប៉ុណ្ណាលោកអ្នកអាចជួយសប្បុរសអាចអញ្ជើញឧបត្ថម្ភបានតាមរយៈអង្គការពុទ្ធសាសនាដើម្បីកើតក្នុងកម្ពុជាលេខទូរស័ព្ទ012 26 9484ប៉ុណ្ណា077 618183ប៉ុណ្ណាក្រុមការងាររបស់យើងនឹងយកមកជូនលោកយាយផ្ទាល់ក្នុងថ្ងៃនេះទេបងមិនដោអងងោបាញ់ឃើញ